កុំបង្ខូចបង្កាច់គេដើម្បីបិទបាំងភាពដ៏អាក្រក់របស់ខ្លួនពេលនេះថៃគឺជាមជ្ឈមណ្ឌលធំបំផុតក្នុងពិភពលោកនៃពួកអក្រិតជន Cybercrime ពេលដែលថៃប្រឹងចោទកម្ពុជាថាជាមជ្ឈមណ្ឌលធំបំផុតនៅក្នុងពិភពលោកនៃពួកអក្រិតជន Cybercrime ទូទស្សន៍សង្ហបុរីនៅយប់ថ្ងៃទី20ខែមិថុនាឆ្នាំ2025បានផ្សាយវីដេអូឯកសារមួយដែលបង្ហាញថាប្រទេសថៃជាមជ្ឈមណ្ឌលចែកចាយធំបំផុតនៃជនដែលត្រូវបង្ខំឲ្យទៅធ្វើការឲ្យពួកក្រុម Cybercrime ប្រែក្លាយតំបន់ត្រីកោណមាសទៅជាតំបន់ត្រីកោណផ្លាទីនលោកខៀវកញ្ញរិទ្ធអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងបច្ចុប្បន្នជាសមាជិកសភាបានបញ្ជាក់ថាប្រទេសថៃជាមជ្ឈមណ្ឌលចែកចាយធំបំផុតនៃជនដែលត្រូវបានបង្ខំឲ្យទៅធ្វើការឲ្យពួកក្រុម Cybercrime ប្រែក្លាយតំបន់ត្រីកោណមាសទៅជាតំបន់ត្រីកោណផ្លាទីនលោកបានបង្ហោះការបញ្ជាក់បែបនេះដោយយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ CNA សង្ហបុរីនៅយប់ថ្ងៃទី20ខែមិថុនាឆ្នាំ2025ការបញ្ចេញឯកសាររបស់ CNA នៅពេលដែលថៃប្រឹងចោទកម្ពុជាថាជាមជ្ឈមណ្ឌលធំបំផុតនៅក្នុងពិភពលោកនៃពួកអក្រិតជន Cybercrime